ទាំងអស់គ្នាឯឥឡូវចូលទាំងអស់គ្នាដូចអូនមួយដូចដែរឥឡូវទាំងអស់គ្នាគេថាមុននេះបន្តិចប៉ុស្តិ៍លេខ9ប្រទេសអូស្ត្រាលីបានផ្សាយថាលោកប្រធានធិបតី Donald Trump ហើយនឹងភរិយារបស់គាត់ណាគឺបានត្រូវគេជំនះចេញពីកិច្ចប្រជុំអាហារមួយនៅក្នុងសេតវិមានរបស់ប្រទេសអាមេរិកដោយសារតែមានការនឹងឲ្យលួចឆ្ពោះបាញ់បោះអីចឹងទៅប៉ុន្តែលោកប្រធានធិបតី Donald Trump ហើយនឹងភរិយារបស់គាត់គឺអត់មានទទួលរងរបួសអីទេអញ្ចឹងព័ត៌មានយ៉ាងណាបងប្អូនចាំតែតាមដានទាំងអស់គ្នាតាមប៉ុស្តិ៍ផ្សេងៗគាត់ចង់ប្រាប់ប៉ុណ្្នឹងឯងនិយាយទៅខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយខ្ញុំកាលពីខែម៉ាននេះដូចខែ10ខ្ញុំរស័ព្ទឃើញថានៅក្នុងឆ្នាំនេះគាត់ស្លាប់ទោសសូមឲ្យមានរឿងអីកើតឡើងចំពោះគាត់ចោះពីព្រោះថាខ្ញុំជាមនុស្សម្នាក់ដែរមិនចង់ឃើញរឿងចឹងទេប៉ុន្តែបងប្អូនកុំទៅជំនឿពេកប៉ុន្តែខ្ញុំវាឆត់ខ្ញុំនិយាយចឹងហើយត្រង់ដែលកន្លែងខ្ញុំនិយាយថាខ្ញុំវាឆត់ហ្នឹងណាគឺខ្ញុំចង់និយាយថាសូម្បីម៉ែខ្ញុំផ្ទាល់ពេលណាដែលខ្ញុំមានប្រផ្នូលអីមួយដូចវាមានអីមួយមកប្រាប់យើងណាគឺមាន3ដងចាប់គ្នាឡើងម៉ែខ្ញុំនិយាយថាបានតែជប់ប្រាប់អញចង់ហែងតែបងប្អូនចាំមើលណាចាំពីខ្ញុំឡើងហ្នឹងហើយដឹងតែប៉ុណ្្នឹងខ្ញុំមិនចង់និយាយថាខ្ញុំនៅវិគ្រូទាយអីទេប៉ុន្តែគាត់និយាយថា I'm praying for him គាត់ចង់និយាយថាខ្ញុំនឹងបន្តអធិដ្ឋានឲ្យគាត់អ្នកដែលស្គាល់ខ្ញុំគាត់ដឹងហើយថាខ្ញុំមិន Man this is freaking me the fuck out